បទសម្ភាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីជាមួយនឹងសារព័ត៌មាន Reuters នេះខ្ញុំគិតថាគឺជាការបង្ហាញនៅគោលជំហរផ្លូវការទូតកម្រិតខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងតាមរយៈបទសម្ភាសន៍របស់សម្ដេចធិបតីនេះខ្ញុំកត់សម្គាល់លើ4ចំណុចទី1ខ្ញុំគិតថាបទសម្ភាសន៍នេះគឺជាការលាតត្រដាងនិងការបកអាក្រាតដ៏ច្បាស់លាស់បំផុតអំពីអំពើរំលោភបំពានឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងជាពិសេសគឺការរំលោភបំពានក្រោយសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរនិងក្រោយកិច្ចប្រជុំ GBC ឬក៏បទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលយោធាថៃប៉ុនប៉ងបង្កើតស្ថានភាពជាក់ស្ដែងនៅលើដីដែលនាំឲ្យមានការកែប្រែនៅស្ថានភាពនៃខ្សែព្រំដែនចំណុចកន្លែងនេះខ្ញុំគិតថាការលាតត្រដាងនេះគឺជាការលាតត្រដាងកម្រិតខ្ពស់បំផុតដែលត្រូវបានធ្វើឡើងដោយប្រមុខនៃរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាចំណុចទី2ខ្ញុំក៏សម្គាល់ឃើញថាតាមរយៈបទសម្ភាសន៍របស់សម្ដេចធិបតីគឺបង្ហាញឲ្យឃើញអំពីសុឆន្ទៈនិងការបដិញ្ញាចិត្តខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជារបស់យើងក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយនឹងប្រទេសថៃដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិលក្ខន្តុបករណ៍អន្តរជាតិជាពិសេសគឺយន្តការការទូតយន្តការច្បាប់អន្តរជាតិកន្លែងនេះគឺបង្ហាញឲ្យឃើញថាកម្ពុជាគឺជារដ្ឋដែលស្រឡាញ់សន្តិភាពហើយក្នុងក្របខ័ណ្ឌនៃការដោះស្រាយរបស់យើងគឺយើងចង់បានដំណោះស្រាយមួយដែលផ្អែកទៅលើយន្តការការទូតនិងច្បាប់អន្តរជាតិចំណុចទី3គឺជាសារច្បាស់លាស់បំផុតទៅកាន់សហគមន៍អន្តរជាតិដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងបានឮបានធ្វើជាសាក្សីនៅអំពើរំលោភឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាហើយក៏បានរំលេចឲ្យឃើញអំពីការបដិញ្ញាចិត្តដោយឥតងាករេរបស់កម្ពុជាក្នុងការប្រកាន់ខ្ជាប់នៅដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើយន្តការការទូតនិងច្បាប់អន្តរជាតិជាពិសេសគឺលក្ខន្តុបករណ៍ដែលទទួលស្គាល់ជាអន្តរជាតិដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃយើងមានមូលដ្ឋានច្បាប់អន្តរជាតិសំខាន់រួមមានអនុសញ្ញានិងសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ផែនទីឧបសម្ព័ន្ធមួយនៃសន្ធិសញ្ញានេះក៏ដូចជាពិធីសារអមនៃសន្ធិសញ្ញាបារាំងសៀមយើងមាន MOU ឆ្នាំ2000ដែលជាយន្តការច្បាប់ដែលគ្របដណ្ដប់គ្រប់ទិដ្ឋភាពបច្ចេកទេសក្នុងការរុករកក្នុងការដែលបោះបង្គោលខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរចំណុចទី4ខ្ញុំកត់សម្គាល់ឃើញថាតាមរយៈបទសម្ភាសន៍នេះគឺជាការអំពាវនាវជាការជំរុញដោយទទូចឲ្យប្រទេសថៃប្រញាប់វិលទៅរកតុចរចាដោយប្រើប្រាស់យន្តការការទូតដែលមានស្រាប់គឺយន្តការទ្វេភាគីតាមរយៈដែលយន្តការ JBC ដែលជាគណៈកម្មការចម្រុះកិច្ចការព្រំដែនរវាងប្រទេសទាំងពីរដែលត្រូវធ្វើការលើការងារបច្ចេកទេសក្នុងការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរហ្នឹងយើងត្រូវដឹងថាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃគឺជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយលក្ខន្តុបករណ៍អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិដូច្នេះប្រទេសថៃមិនអាចប្រើប្រាស់កម្លាំងយោធាដើម្បីកែប្រែខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានទេដូច្នេះប្រទេសថៃត្រូវតែប្រញាប់វិលត្រឡប់ទៅរកតុចរចាប្រើប្រាស់យន្តការ JBC នេះដើម្បីខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនិងប្រែក្លាយខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនេះជាខ្សែបន្ទាត់ព្រំដែនអន្តរជាតិមួយដែលច្បាស់លាស់ប្រកបដោយសន្តិភាព
ស្ថិរភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាការពិតក្នុងបរិបទនៃសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាគឺមានការចាប់អារម្មណ៍ខ្លាំងអំពីទូនាទីរបស់ប្រទេសចិនក្នុងឋានៈជាមិត្តដៃថែបរបស់កម្ពុជាហើយម្នាក់គឺទន្ទឹងរង់ចាំមើលជំហរផ្លូវការនិងប្រតិកម្មរបស់ប្រទេសចិនចំពោះអំពើឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជានេះចឹងហើយបានជានាំឲ្យមានការអត្ថាធិប្បាយច្រើនពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងបរិបទនៃសង្គ្រាមឈ្លានពាននេះក៏ប៉ុន្តែយើងត្រូវដឹងថាកម្ពុជានិងចិនគឺមិនមែនជាសម្ព័ន្ធមិត្តយោធាទេដូច្នេះចិនមិនអាចលើកតបមួយជួយច្បាំងកម្ពុជាហើយក្នុងករណីបើចិនមានសង្គ្រាមជាមួយប្រទេសដទៃខ្ញុំក៏គិតដូចគ្នាដែរថាកម្ពុជានឹងមិនមានកាតព្វកិច្ចអ្វីទៅលើកតបជួយច្បាំងឲ្យប្រទេសចិនទេអញ្ចឹងការដែលគេបានលើកឡើងពាក់ព័ន្ធជាមួយនឹងជំហរបែបអព្យាក្រឹតរបស់ប្រទេសចិនហើយបង្កើតទៅជានីតិកថាថាចិនក្បត់កម្ពុជាហើយនាំឲ្យកម្ពុជាងាកទៅមហាអំណាចផ្សេងនេះខ្ញុំគិតថាជានីតិកថាដែលគេកំពុងតែរុញឲ្យកម្ពុជានិងចិនមានគម្លាតមួយគឺគម្លាតទំនុកចិត្តខាងនយោបាយដែលនេះគឺជារឿងមួយដែលកម្ពុជាក៏ដូចជាប្រទេសចិនខ្លួនឯងត្រូវយល់អំពីសេណារីយ៉ូនិងនីតិកថាដែលត្រូវបានបង្កើតឡើងនេះចំណុចទី2សម្រាប់គោលនយោបាយកម្ពុជាចំពោះសហរដ្ឋអាមេរិកនិងចិនខ្ញុំគិតថាក្នុងបរិបទនៃដំណើរការធ្វើពិពិធកម្មការទូតរបស់កម្ពុជាគឺកម្ពុជាតែងតែគោរពនៅគោលការណ៍ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងគោលនយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបកសម្ព័ន្ធរបស់ខ្លួនក្នុងមាត្រាទី53នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ93ដូច្នេះខ្ញុំគិតថារាជរដ្ឋាភិបាលមិនបានចាត់ទុកថាប្រទេសមហាអំណាចមួយយកទៅជំនួសប្រទេសមហាអំណាចមួយទេគឺជាដំណើរការធ្វើពិពិធកម្មមួយដែលទាមទារឲ្យកម្ពុជាមានភាពបត់បែនមានពិពិធភាពខ្ពស់នៅក្នុងទំនាក់ទំនងការទូតរបស់ខ្លួនហើយបើយើងពិនិត្យមើលទំនាក់ទំនងរវាងកម្ពុជានិងចិនក៏ដូចជាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកខ្ញុំគិតថាមហាអំណាចទាំងពីរនេះគឺសុទ្ធតែមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាជាទិដ្ឋភាពសេដ្ឋកិច្ចជានយោបាយជាសន្តិសុខជាយុទ្ធសាស្ត្រជាពាណិជ្ជកម្មវិនិយោគអ្វីដែលយើងកត់សម្គាល់យើងឃើញថាមកដល់ម៉ោងនេះគឺទំនាក់ទំនងរវាងកម្ពុជានិងចិនមិនមានសញ្ញាណាមួយធ្លាក់ចុះទេចិននៅតែដើរតួនាទីជាដៃគូពាណិជ្ជកម្មសំខាន់សម្រាប់កម្ពុជាជាអ្នកវិនិយោគធំជាងគេទី1មកកាន់កម្ពុជាហើយក៏ជាអ្នកដែលផ្ដល់ជំនួយអភិវឌ្ឍច្រើនជាងគេមកកាន់ប្រទេសកម្ពុជាដែលឡែកសហរដ្ឋអាមេរិកដូចគ្នាគឺជាប្រទេសដែលជាទីផ្សារសំខាន់សម្រាប់កម្ពុជាអញ្ចឹងក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចទាំងពីរនេះកម្ពុជាគឺរក្សានៅស្វ័យភាពជាយុទ្ធសាស្ត្រក្នុងឋានៈជារដ្ឋអធិបតេយ្យមួយដែលខិតខំប្រឹងប្រែងធ្វើពិពិធកម្មការទូតដើម្បីធានាបាននៅផលប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់ជាតិសួរថាកម្ពុជាឈរខាងណាឈរខាងចិនឬក៏ឈរខាងសហរដ្ឋអាមេរិកខ្ញុំគិតថាកម្ពុជាកំពុងតែឈរលើផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ខ្លួនគឺมันអាចឈរនៅខាងណាមួយហើយក៏มันមានការចាំបាច់អ្វីត្រូវយកមហាអំណាចមួយជំនួសមហាអំណាចមួយទៀតនោះទេក៏ប៉ុន្តែប្រសិនបើសួរថាតើកម្ពុជាត្រូវបដូរនយោបាយការបរទេសរបស់ខ្លួននឹងងាកដាច់ប៉ាត់ទៅរកសហរដ្ឋអាមេរិកតែម្ដងឬយ៉ាងណាខ្ញុំគិតថាប្រសិនបើដូច្នោះមែនវាគឺជាហានិភ័យមួយសម្រាប់កម្ពុជាដែលអាចបញ្ជាក់ថាយើងក៏អត់មានភាពឆ្លាតវៃនៅក្នុងទំនាក់ទំនងអន្តរជាតិឬក៏ក្នុងនយោបាយការបរទេសដែរប្រសិនបើយើងងាកដាច់ទៅបែបនោះគឺការប្រឈមជាទិដ្ឋភាពនយោបាយជាទិដ្ឋភាពសេដ្ឋកិច្ចជាទិដ្ឋភាពយុទ្ធសាស្ត្រនិងសន្តិសុខអីជាដើមក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់ឡើងវិញថាជាជំហរផ្លូវការ
របស់រាជរដ្ឋាភិបាលកម្ពុជាដែលយើងអាចកត់សម្គាល់ឃើញតាមរយៈការវិភាគទៅលើសន្ទរកថាវិភាគទៅលើឯកសារផ្លូវការនិងវិភាគទៅលើក្របខ័ណ្ឌគោលនយោបាយរបស់កម្ពុជាអត់មានសញ្ញាណាមួយដែលថាកម្ពុជាបានបដូរទិសគោលនយោបាយការបរទេសរបស់ខ្លួនទេក៏ប៉ុន្តែកម្ពុជាកំពុងតែធ្វើពិពិធកម្មគោលនយោបាយការបរទេសរបស់ខ្លួនពិពិធកម្មការទូតរបស់ខ្លួនពិពិធកម្មទីផ្សារពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួនដើម្បីធានាបាននៅស្វ័យភាពជាយុទ្ធសាស្ត្រធានាបាននៅភាពធន់ខាងសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងដើម្បីរៀបចំខែលការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង